ពេលទៅខ្មែរហ្នឹងយកនំប្រេនណាវាប្រេនអន់ៗមែនយកតែឲ្យខាងខ្មែរពួកហ្នឹងអត់ខនជឿកើតទេហើយមុនខ្ញុំហោះមកក្បែរហ្នឹងណាគោខ្ញុំគាត់នាំពួកខ្ញុំទៅដើរលេងអីចឹងណាគាត់ក៏ឆ្លៀតសួរពួកខ្ញុំគាត់សួរខ្ញុំគាត់ថាចេះខាងខ្មែរប្រទេសខ្មែរហ្នឹងមាននំហាងនំទូរគីអត់ខ្ញុំថាអូមានច្រើនមែនទេប្រជាជនទូរគីបោកហាងនៅនឹងលក់នៅនឹងច្រើនគាត់ភ្ញាក់ផ្អើលមកគាត់មិននឹកស្មានថាមានប្រជាជនទូរគីលក់នំទូរគីនៅខ្មែរអញ្ចឹងណាហើយខ្ញុំនិយាយទៅថាចេះមិនតែត្រឹមប្រជាជនទូរគីទេស្បែកគាត់ខាងខ្មែរហ្នឹងក៏លក់នំទូរគីដែរហើយគាត់គាត់តែភ្ញាក់ផ្អើលទៅទៀតគាត់ថាអូអាកាទេគាត់នឹងធ្វើអីមួយហ្មងគាត់ថាគាត់សុំហ្មងនៅពេលដែលពួកខ្ញុំរៀនចប់ឲ្យពួកខ្ញុំលក់នំអញ្ចឹងដែរទៅឲ្យជួបផ្សព្វផ្សាយនំទូរគីអីចឹងណាហើយគាត់សួរខ្ញុំទៀតថាធ្លាប់ទៅខ្មែរហ្នឹងយកនំទូរគីឲ្យខាងបងប្អូនខ្មែរយើងភ្លក់អត់ខ្ញុំថាយកឲ្យភ្លក់រាល់តែឆ្នាំហ្នឹងគាត់ថារសជាតិមិនដែរខ្ញុំថារសជាតិឆ្ងាញ់គេចូលចិត្តហើយចូលចិត្តប៉ិតមែនព្រោះខ្ញុំធ្លាប់យកនំបាក្លាវ៉ានំដែលតំណាងឲ្យប្រទេសទូរគីហ្នឹងយកឲ្យខាងបងប្អូនខ្មែរយើងភ្លក់ហ្នឹងគឺគាត់ចូលចិត្តខ្លាំងគឺបែបផ្អែមនំដែលផ្អែមខាស់កហ្នឹងហើយខ្ញុំក៏មិននឹកស្មានថាប្រជាជនខ្មែរយើងចូលចិត្តនំហ្នឹងដែររបៀបចឹងតែមិនទៅអស់ទេណាហើយគាត់ឲ្យខ្ញុំក៏និយាយប្រាប់គាត់អីចឹងទៅគាត់ថាអូសំឡយមែនតើដែលឃើញខាងប្រជាជនយើងចូលចិត្តហូបនំអីចឹងណាគាត់ថាចាគាត់ថាឆ្នាំក្រោយបើសិនជាអាចឲ្យខ្ញុំគាត់បើកដំណើរការឲ្យខ្ញុំយកនំទូរគីយកមកលក់នៅខ្មែរហ្មងគាត់និយាយចឹងខ្ញុំគាត់រត់ឯកសារឲ្យអីចឹងទៅហើយមួយទៀតហើយគាត់សួរខ្ញុំដែរគាត់ថាខ្ញុំនឹងទិញអីគេខ្លះពេលដែលវ៉ាកងទៅខ្មែរនឹងទិញនំអីគេខ្លះទៅខ្មែរអីចឹងទៅហើយគាត់សួរ brand ហាងទូរគីនៅម្ដុំណាឈ្មោះអីចឹងណាគាត់គិតថាគាត់ខ្លាចខ្ញុំយក brand ដែលល្អរសជាតិអត់ឆ្ងាញ់យកទៅឲ្យខាងបងប្អូនខ្មែរយើងភ្លក់អីចឹងណាព្រោះអ្នកគ្រូខ្ញុំជាមនុស្សដែលបែបថាគាត់ចូលចិត្តផ្សព្វផ្សាយគ្រឿងចឹងហើយគាត់ម្ដងដែលគាត់ទិញនំឬក៏ទិញទឹកផឹកឬក៏នាំពួកខ្ញុំទៅហូបញ៉ាំអីជុំគ្នានៅទីតាំងកន្លែងណាសិតតែកន្លែងតំបន់ដែលល្បីហើយដែលពិសេសហើយតំបន់ដែលថាវាថាដែលភ្ញៀវបរទេសគ្រប់គ្នាតែងតែទៅហើយសំខាន់មុខម្ហូបគឺចុងភៅគឺលេខ1ហ្មងហើយតែពេលចឹងទៅគឺគាត់ចូលចិត្តធ្វើអីបែបមកចត់ហើយច្បាស់អីចឹងណាហើយគាត់តែគាត់សួរខ្ញុំដដែលថាពេលទៅខ្មែរនេះយកនំប្រេនណាវាប្រេនអន់ៗមែនយកតែឲ្យខាងខ្មែរពួកហ្នឹងអត់ខនជឿកើតទេហើយគាត់ថាចាំគាត់មានឱកាសគាត់ធ្វើនំនឹងខ្លួនឯងគាត់ឲ្យខ្ញុំដាក់ទៅខ្មែរហ្មងយកតែឲ្យខាងខ្មែរយើងភ្លក់អីចឹងណាហើយខ្ញុំឡើងរំភើប